បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូននៅក្នុងរដូវកាលនេះគឺជារដូវកាលក្តៅហើយពីច្រើននៅក្នុងសិប្បកម្មពុកម៉ែបងប្អូនមិនថានៅក្នុងសិប្បកម្មទេសូម្បីតែនៅផ្ទះក៏ដោយជាទូទៅភ្លើងប្រើប្រាស់របស់ពុកម៉ែបងប្អូននៅតាមតំបន់មួយចំនួននោះពីច្រើនធ្វើការខ្សោយគេហៅថាភ្លើងខ្សោយណាបាទអញ្ចឹងគឺការភ្លើងខ្សោយពុកម៉ែបងប្អូនពេលដែលប្រើប្រាស់ទៅវាជួបបញ្ហាច្រើនបាទយើងនៅក្នុងសិប្បកម្មអញ្ចឹងនៅពេលដែលភ្លើងខ្សោយវាធ្វើឲ្យប៉ះពាល់ដូចជាម៉ូទ័រឬក៏ប្រព័ន្ធប្រើប្រាស់អេឡិចត្រូនិកផ្សេងៗនៅក្នុងសិប្បកម្មពុកម៉ែបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់ណែនាំពុកម៉ែបងប្អូនឲ្យបានស្គាល់តាក់ទងជាមួយនឹងឧបករណ៍មួយនេះបាទអានេះគឺជាគេហៅថាauto voltaic ឬក៏គេហៅភាសាអង់គ្លេសហៅថាមានតួនាទីសម្រាប់ធ្វើឲ្យលំនឹងភ្លើងរបស់ពុកម៉ែបងប្អូននៅស្មើល្អបាទជាទូទៅនៅក្នុងសិប្បកម្មមួយគឺត្រូវការឲ្យភ្លើងស្មើដើម្បីឲ្យម៉ូទ័រដើរខ្លាំងក៏ដូចជារក្សានៅគុណផលរបស់ម៉ូទ័រឬក៏ប្រព័ន្ធអេឡិចត្រូនិករបស់យើងដើរបានល្អបើមិនអញ្ចឹងទេវាធ្វើឲ្យមានបញ្ហាដុំភ្លើងអីជាដើមបាទនេះគឺតាក់ទងជាមួយនឹងឧបករណ៍សម្រាប់ការទប់ភ្លើងហើយឧបករណ៍នេះគឺងាយស្រួលទេបាទការប្រើប្រាស់របស់វាគ្រាន់តែធ្វើការភ្ជាប់ជាមួយនឹងប្រភពភ្លើងមេរបស់កន្លែងពុកម៉ែបងប្អូនហើយចេញពីឧបករណ៍មួយនេះចែកចាយទៅកាន់កន្លែងប្រើប្រាស់ផ្សេងៗទៀតគឺរួចរាល់បាទគឺងាយស្រួលមែនទែនក្នុងការភ្ជាប់ហើយអត្ថប្រយោជន៍របស់វាទី1គឺអត្ថប្រយោជន៍តាក់ទងជាមួយនឹងការទប់ភ្លើងខ្សោយខ្លាំងឧទាហរណ៍ថាពុកម៉ែបងប្អូនភ្លើងដែលប្រើប្រាស់ឧទាហរណ៍ថាជាធម្មតាភ្លើងតូចមួយចំនួនយើងប្រើភ្លើង220 វ៉ុលបាទប៉ុន្តែតំបន់ពុកម៉ែបងប្អូនបានភ្លើង220 វ៉ុលទេបានតែ100ជាង170 180ឬក៏190ជាដើមនឹងធ្វើឲ្យកម្លាំងភ្លើងរបស់យើងខ្សោយអញ្ចឹងឧបករណ៍នេះមានតួនាទីក្នុងការទាញភ្លើងរបស់យើងឲ្យប្រើប្រាស់ភ្លើងបាន220គ្រប់គ្រាន់ហើយនៅមួយករណីទៀតតំបន់មួយចំនួនមានភ្លើងឡើងចុះអញ្ចឹងពេលខ្លះវាមិនមែនភ្លើងខ្សោយទេតែជាភ្លើងខ្លាំងហួសអញ្ចឹងភ្លើងនឹងខ្លាំងហួសវាធ្វើឲ្យអាចនឹងប៉ះពាល់ទៅលើឧបករណ៍អេឡិចត្រូនិកក៏ដូចជាម៉ូទ័រឬអីប្រមាណដូចគ្នាឧបករណ៍នេះមានតួនាទីក្នុងការទប់ភ្លើងរបស់យើងដូចគ្នាកុំឲ្យមានការឡើងខ្ពស់ធ្វើឲ្យប៉ះពាល់ទៅដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់យើងបាទអញ្ចឹងតួនាទីឧបករណ៍មួយនេះគឺសំខាន់មែនទែនសម្រាប់សិប្បកម្មក៏ដូចជាការប្រើប្រាស់ក្នុងផ្ទះដែលត្រូវការប្រើប្រាស់ភ្លើងច្រើនហើយការឧបករណ៍នេះមានច្រើនទំហំមែនទែនបាទដូចខ្ញុំបង្ហាញនេះគឺជាຂະຫນាត30 kVA បាទវាមាន20 kVA វាមាន25 kVA ហ្នឹងក៏ធំជាងនឹងក៏មានដែរភ្លើង2ហ្វាភ្លើង3ហ្វាមានទាំងអស់បាទអញ្ចឹងគឺបើសិនជាពុកម៉ែបងប្អូនចង់ឲ្យភ្លើងថេបានល្អគឺណែនាំពុកម៉ែបងប្អូនប្រើប្រាស់ឧបករណ៍ auto voltaic នេះដើម្បីធ្វើឲ្យការប្រើប្រាស់ភ្លើងរបស់យើងនៅក្នុងសិប្បកម្មឬក្នុងផ្ទះមានស្ថិរភាពដើម្បីសំចៃក៏ដូចជាធ្វើឲ្យឧបករណ៍អេឡិចត្រូនិកពុកម៉ែបងប្អូននៅក្នុងផ្ទះនេះគឺប្រើប្រាស់បានយូរបាទអរគុណច្រើនបាទ